ចាសូមជម្រាបសួរនិងសូមស្វាគមន៍មកកាន់ Channel ចំណេះដឹងសម្រាប់សុខភាពនៅថ្ងៃនេះ Channel យើងខ្ញុំនឹងធ្វើការរៀបរាប់ជូនអ្នកទាំងអស់គ្នាតាក់ទងជាមួយអ្នកដែលមានជំងឺ5មុខនេះគួរតែទទួលទាននៅជីនាងវងឲ្យបានទៀងទាត់ជីនាងវងគឺជាប្រភេទជីម្យ៉ាងដែលគេនិយមប្រើប្រាស់នៅក្នុងការធ្វើម្ហូបហើយក៏ផ្ដល់នូវសារៈប្រយោជន៍យ៉ាងច្រើនមកដល់សុខភាពរបស់យើងទៀតផងលើពីនេះទៅទៀតជីនាងវងមិនត្រឹមតែល្អចំពោះសុខភាពនោះទេក៏ប៉ុន្តែជាពិសេសចំពោះអ្នកដែលមានជំងឺ5មុខនេះបើសិនណាជាទទួលទានជាប្រចាំនឹងអាចជួយឲ្យជំងឺកាន់តែឆាប់ជាសះស្បើយតដូច្នេះអ្នកទាំងអស់គ្នាអាចចូលរួមតាមដានស្ដាប់ជាមួយនឹងខ្ញុំថាតើជំងឺ5មុខណាខ្លះដែលគួរទទួលទានជីនាងវងឲ្យបានទៀងទាត់ទី1គឺភាពតានតឹងនិងការថប់បារម្ភជីនាងវងមានផ្ទុកនូវសមាសធាតុដែលមានឥទ្ធិពលស្ងប់ស្ងាត់ដែលអាចជួយកាត់បន្ថយភាពតានតឹងនិងការថប់បារម្ភនៅពេលដែលយើងទទួលទានជាប្រចាំដោយសារតែជីនាងវងគឺមានផ្ទុកនូវសារធាតុចម្រាញ់មួយចំនួនដែលអាចជួយសម្រួលទៅដល់ប្រព័ន្ធសរសៃប្រសាទផងដែរទី2តាក់ទងជាមួយនឹងការរលាកបើសិនណាការរលាកនៅលើមុខជីនាងវងគឺមានផ្ទុកនូវសមាសធាតុដូចជា flavonoid និងប្រេងសំខាន់ៗដែលមានលក្ខណៈសម្បត្តិប្រឆាំងជាមួយនឹងការរលាកហើយការទទួលទានជីនាងវងជាទៀងទាត់ក៏អាចជួយរក្សារាងកាយរបស់យើងឲ្យមានសុខភាពល្អនិងមានការប្រឆាំងជាមួយនឹងការរលាកក៏ប៉ុន្តែគួរទទួលទានក្នុងបរិមាណត្រឹមត្រូវកុំច្រើនពេកទី3គឺជំងឺរំលាយអាហារជំងឺក្រពះពោះវៀនឬក៏បញ្ហានៃការរលាកក្រពះពោះវៀនស្លឹកជីនាងវងគឺអាចជួយទៅដល់ការរំលាយអាហារក៏ដូចជាការបំបត្តិនៅការមិនរំលាយអាហារនិងការហើមពោះសម្រាប់គុណសម្បត្តិទី4គឺសុខភាពសរសៃឈាមបេះដូងជីនាងវងអាចជួយបញ្ចុះនូវសម្ពាធឈាមនិងកម្រិតកូលេស្តេរ៉ុលដែលជាតម្លៃអាហារូបត្ថម្ភល្អដូចជាវីតាមីននិងជាតិសរសៃដែលអាចជួយបន្ថយកម្រិតកូលេស្តេរ៉ុលក្នុងឈាមទី5គឺជំងឺទឹកនោមផ្អែមការទទួលទានជីនាងវងក៏អាចផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកដែលកើតជំងឺទឹកនោមផ្អែមដោយសារតែជីនាងវងគឺមានផ្ទុកនូវសារធាតុដែលអាចជួយគ្រប់គ្រងកម្រិតជាតិស្ករបានយ៉ាងល្អចា៎ហើយសម្រាប់អត្ថបទនេះផងដែរ Channel យើងខ្ញុំដកស្រង់ចេញពីគេហទំព័រក្នុងស្រុកកម្ពុជាថ្មីចា៎សូមអរគុណអ្នកទាំងអស់គ្នាដែលតែងតែតាមដានក៏ដូចជាគាំទ្រនៅ Channel ចំណេះដឹងសម្រាប់សុខភាពជាថ្មីម្ដងទៀតនាងខ្ញុំសូមអភ័យទោសផងដែររាល់ពាក្យពេចន៍មិនច្បាស់ក៏ដូចជាកំហុសដែលអាចកើតឡើងដោយអចេតនានៅត្រង់ចំណុចណាមួយចា៎សូមអរគុណ